clinic មួយមានស្តង់ដារឬក៏អត់ស្តង់ដារអញ្ចឹងហើយអានេះហើយគឺជារឿងមួយដែលចាំបាច់ដែលខ្ញុំគិតថាឲ្យច្បាស់ថាស្អីគេគឺជាស្តង់ដារសម្រាប់នៅក្នុងវិស័យកែសម្ផស្សហ្នឹងអ្វីដែលរឹតតែសំខាន់នោះតាក់ទងជាមួយនឹងបច្ចេកទេសរបស់របរនៃការប្រើប្រាស់នៅតាម clinic ហ្នឹងគឺពិតជាបានសម្រាប់មេរោគឬក៏ប្រព្រឹត្តទៅតាមបទដ្ឋានស្តង់ដារវិទ្យាសាស្ត្រត្រឹមត្រូវបានដែរឬអត់ហើយពិតគិតពីចាក់គិតពីដោតហើយគាត់គិតពីទ្រាំសូមស្វាគមន៍អេពីសូតបន្ទាប់ទៀត podcast របស់យើងនៅថ្ងៃនេះគឺយើងបន្តពី podcast ថ្ងៃមុនដែលនិយាយពីគុណភាពគឺប្រជាជនកម្ពុជាយើងពេញនិយមគុណភាពប៉ុន្តែក៏មានប្រជាជនកម្ពុជារបស់យើងដែលជាអ្នកជំងឺគាត់ចាប់អារម្មណ៍វិស័យកែសម្ផស្សគាត់តែងតែលើកហ្មងគឺស្តង់ដារបាទគាត់ថា clinic មួយមានស្តង់ដារឬក៏អត់ស្តង់ដារអញ្ចឹងហើយអានេះហើយគឺជារឿងមួយដែលចាំបាច់ដែលខ្ញុំគិតថាឲ្យច្បាស់ថាស្អីគេគឺជាស្តង់ដារសម្រាប់នៅក្នុងវិស័យកែសម្ផស្សហ្នឹងកុំឲ្យតែយើងនិយាយថាស្តង់ដារវាមានការកំណត់ដូច្នេះថ្ងៃនេះខ្ញុំចង់លើកវិធានបទតាក់ទងជាមួយនឹងស្តង់ដារនៅក្នុងការវះកាត់កែសម្ផស្សហ្នឹងតើចាប់ដើមពីណាទៅហើយវាជាអ្វីដែលប្រកាសដើម្បីឲ្យងាយស្រួលក្នុងការជាចំណេះដឹងឬក៏ការយល់ដឹងដល់អតិថិជនរបស់យើងឬក៏អ្នកជំងឺរបស់យើងក្នុងប្រទេសកម្ពុជារបស់យើងគាត់យល់ថាវាពិតជាមានស្តង់ដារមែនបាទអូខេអញ្ចឹងតាក់ទងជាមួយនឹងបញ្ហាទៅលើសំណួរអ្វីដែលហៅថាស្តង់ដារបាទបើយើងនិយាយជារួមពាក្យថាស្តង់ដារនេះវាទូលំទូលាយអញ្ចឹងដើម្បីឲ្យមានភាពងាយស្រួលឲ្យមានឬក៏មានភាពច្បាស់លាស់ទៅលើពាក្យថាស្តង់ដារនៅក្នុងវិស័យសុខាភិបាលខ្ញុំចែកជា3ចុះទី1តាក់ទងជាមួយនឹងអាជ្ញាប័ណ្ណបានថាអាជ្ញាប័ណ្ណទៅលើ clinic ឬក៏មន្ទីរពេទ្យដែលមានសមត្ថភាពបើកហ្នឹងពិតជាបានរត់ច្បាប់ទៅលើអាជ្ញាធរឬក៏អាជ្ញាប័ណ្ណបានត្រឹមត្រូវបាទហ្នឹងទី2តេតទៅជាមួយនឹងវិជ្ជាបណ្ឌិតឬក៏អ្នកអនុវត្តផ្ទាល់នឹងតែម្ដងថាតើគាត់បានបញ្ចប់ការសិក្សានឹងបានត្រឹមត្រូវឬអត់ជាពិសេសនោះគឺគាត់បានជាសមាជិកនៅក្នុងគណៈគ្រូពេទ្យដែរឬអត់អញ្ចឹងណាបាទនឹងសំខាន់អ្វីដែលរឹតតែសំខាន់នោះតេតទៅជាមួយនឹងបច្ចេកទេសរបស់របរនៃការប្រើប្រាស់នៅតាម clinic ហ្នឹងគឺពិតជាបានសម្រាប់មេរោគឬក៏ប្រព្រឹត្តទៅតាមបទដ្ឋានស្តង់ដារវិទ្យាសាស្ត្រត្រឹមត្រូវបានដែរឬអត់អញ្ចឹងបាទអញ្ចឹង3ធំហ្នឹងគឺងាយនៅក្នុងដើម្បីទទួលបាននៅពាក្យថាអ្វីដែលហៅថាស្តង់ដារបាទអូខេអញ្ចឹងតកតងជាមួយនឹងស្តង់ដារហ្នឹងទៀតខ្ញុំឃើញថាប្រជាជនកម្ពុជារបស់យើងពេលខ្លះការផ្សព្វផ្សាយថាវាអត់និយាយស្តង់ដារហ្នឹងទេថាអញ្ចឹងខ្ញុំសង្ឃឹមថាការស្តង់ដារដែលលោកគ្រូនិយាយមិញហ្នឹងប្រកាសជាវាមានចំណុចចង់ឲ្យលោកគ្រូឈុនជួយសម្រាយច្បាស់ថាដូចតាក់ទងជាមួយនឹងស្តង់ដារនៅក្នុងការប្រើប្រាស់សម្ភារៈអញ្ចឹងព្រោះពេលខ្លះអតិថិជនគាត់គិតថាឲ្យតែវះកាត់ថោកគឺគាត់ទៅនឹងបាទគាត់ថាគាត់គិតថាថោកគាត់ប្រកួតប្រជែងតម្លៃប៉ុន្តែតាក់ទងជាមួយនឹងការវះកាត់មួយខ្ញុំឃើញថាយើងមិនប្រើសម្ភារៈតិចតួចទេបាទយើងមានគេហៅសំបីតែចេះយើងដេហ្នឹងក៏ត្រូវការចេះតែល្អដែរមិនមែនចេះចិនឬក៏ចេះតែថោកយកមកដេកើតទេបាទអញ្ចឹងខ្ញុំគិតថាសូមឲ្យលោកគ្រូឈុនជួយចែកម្លែកតិចព្រោះគ្រូឈុនគឺជាអ្នកគេហៅអ្នកគុណភាពនិយមបាទអរគុណចំពោះសំណួរត្រង់ចំណុចនេះខ្ញុំសូមនិយាយពាក្យមកឃ្លាថារបស់ថោកមិនល្អរបស់ល្អមិនដែលថោកហ្នឹងត្រូវហ្នឹងគឺជារឿងពិតស្តង់ដារសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់គឺរៀបរាប់ចាប់ពីចេះដេសម្ភារៈប្រើប្រាស់កត្រៃកាត់ឈុតគ្រូពេទ្យបរិយាកាសនៅក្នុងបន្ទប់វះក្រេអ្នកជំងឺគេងអំពូលវះសម្ភារៈខាត់ឈាមសម្ភារៈបឺតឈាមឬមួយក៏គេហៅថាបឺតផ្សែងហ្នឹងហើយមួយទៀតគឺតកតងជាមួយនឹងគ្រូពេទ្យសណ្ដំអញ្ចឹងសូមបញ្ជាក់ថានៅក្នុងបន្ទប់វះកាត់មួយមិនមែនមានតែគ្រូពេទ្យគិលានុបដ្ឋៈជាមួយនឹងអ្នកជំងឺទេពេលខ្លះគឺត្រូវចាំបាច់វត្តមានគ្រូពេទ្យសណ្ដំអញ្ចឹងក្នុងស្តង់ដារមួយការពារសុវត្ថិភាពគាត់ 100% បានបុគ្គលទាំងប្រមាណហ្នឹងគឺចូលរួមការពារគាត់បាន 100% តែម្ដងករណីអតិថិជនដែលគាត់អត់ដឹងស្តង់ដាររបស់គាត់ដែលខ្ញុំជួបភាគច្រើនគឺគាត់គិតថាកន្លែងហ្នឹងឲ្យតែកន្លែងដែលគេដេគ័រស្អាតមានភ្លើងពណ៌មានដាក់រូបភាពស្អាតអាហ្នឹងគឺគាត់គិតថាស្តង់ដារទៅតាមហ្នឹងហើយស្តង់ដារគឺគាត់ផ្ដោតសំខាន់ទៅលើហ្នឹងប៉ុន្តែខ្ញុំសូមបញ្ជាក់ថាស្តង់ដារក្នុងបច្ចេកទេសមិនសំដៅទៅលើរូបភាពខាងក្រៅតែមួយយ៉ាងទេតែសំខាន់បំផុតគឺ
តាក់ទងជាមួយនឹងបច្ចេកទេសតែនៅខាងក្នុងដែលគាត់ត្រូវតែស្វែងយល់ អូខេ តែសួរថាចុះឲ្យអ្នកជំងឺទៅស្វែងយល់បែបម៉េចបើគាត់មិនមែនពេទ្យផងហ្នឹង បាទ អញ្ចឹងគាត់អាចស្វែងយល់តាមរយៈការពិគ្រោះ អូខេហ្នឹងហើយ មនុស្សយើងមានអារម្មណ៍មានន័យថាមនុស្សយើងនៅពេលដែលនិយាយអ្វីមួយគឺយើងតែងតែទទួលអារម្មណ៍ថាអារម្មណ៍ហ្នឹងអារម្មណ៍កក់ក្ដៅអារម្មណ៍ទំនុកចិត្តឬមួយក៏អារម្មណ៍អត់សូវស្រួលជាធម្មតាភ្ញៀវដែលគាត់និយាយមកគាត់តែងតែចែករំលែកបទពិសោធន៍ថាគាត់បានទៅពិគ្រោះជាមួយលោកគ្រូនេះប៉ុន្តែនៅពេលដែលនិយាយទៅគាត់មានអារម្មណ៍ថាអត់ស្រួលហ្នឹងអាហ្នឹងក៏ជាផ្នែកមួយដែលគាត់ត្រូវតែស្វែងយល់ដែរអត់ស្រួលនឹងត្រង់ចំណុចណាគឺការពន្យល់របស់គ្រូពេទ្យអត់បានខ្វះក្បាយហើយគាត់ទទួលអារម្មណ៍ថាគាត់ត្រូវបានកឹបកេងផលប្រយោជន៍តាមរយៈការអូសទាញឲ្យធ្វើអ្វីមួយដោយមិនបញ្ជាក់អំពីផលវិបាកឬមួយក៏លំអិតអំពីសេវាកម្មទាំងអស់ហ្នឹងទេអញ្ចឹងហើយស្តង់ដារហ្នឹងខ្ញុំសុំងាកមកត្រង់ចំណុចថាគ្រូពេទ្យក៏ត្រូវតែស្តង់ដារដែរដោយលោកគ្រូវត្តនិយាយថាគ្រូពេទ្យត្រូវតែមានគេហៅថាជាសមាជិករបស់គណៈគ្រូពេទ្យកម្ពុជា យ៉ាអូខេគ្រូហ្នឹង គឺសំខាន់ពីព្រោះលក្ខខណ្ឌហ្នឹងហើយដែលបញ្ជាក់ថាគ្រូពេទ្យហ្នឹងមានសមត្ថភាពក្នុងការព្យាបាលមានក្រមសីលធម៌គ្រប់គ្រាន់និងការផ្ដល់សេវាកម្មមួយដែលស្របទៅតាមស្តង់ដារវេជ្ជសាស្ត្រ អូខេលោកគ្រូហ្នឹងហើយ បាទ និយាយទៅតកតងជាមួយនឹងលោកគ្រូលើកមិញហ្នឹងតកតងគុណភាពរបស់គ្រូពេទ្យដែលយើងនិយាយថាគ្រូពេទ្យមានស្តង់ដារលុះត្រាតែគាត់រៀនបញ្ចប់ ការសិក្សាបាន ការសិក្សាគាត់ត្រឹមត្រូវ ឬមួយក៏ការបដិបដាល ហ្នឹងហើយបដិបដាលគាត់ ខ្លះយើងត្រូវដឹងថាគាត់បានទទួលការបដិបដាលមួយដ៏ត្រឹមត្រូវមានលិខិតបញ្ជាក់ការសិក្សាហើយមានបទពិសោធន៍ដែលអាចរ៉ាប់រងក្នុងការធ្វើបាន អូខេហ្នឹងហើយគ្រូហើយមួយទៀតគណៈគ្រូពេទ្យសំខាន់ បាទ ព្រោះតកតងជាមួយនឹងគ្រូពេទ្យដែលតែគេហៅថាព្យាបាលជំងឺបើសិនជាគាត់អត់មានគេហៅ license ឬក៏គេហៅជាអាជ្ញាប័ណ្ណគ្រូពេទ្យព្យាបាលទេគឺគាត់អាចព្យាបាលអ្នកជំងឺបានវាសំខាន់ហើយការគ្រប់គ្រងនេះគឺយើងកំពុងតែ strict មែនតើហើយគ្រូពេទ្យមួយគឺគាត់កំពុងតែផ្ដោតទៅលើគេហៅថាធ្វើម៉េចឲ្យត្រូវច្បាប់ បាទ ព្រោះខ្ញុំគិតថាស្តង់ដារគ្រូពេទ្យគឺសំខាន់ព្រោះបើសិនជាគ្រូពេទ្យមានស្តង់ដារខ្ញុំគិតថាអ្វីៗក៏អាចទៅនឹងស្តង់ដារបានដែរ បាទ ហើយតកតងលោកគ្រូជននិយាយមិញអញ្ចឹងថាតកតងជាមួយនឹងពិគ្រោះខ្ញុំចាប់អារម្មណ៍នឹងមួយដែរពិគ្រោះខ្ញុំដឹងថាលោកគ្រូបានបទពិសោធន៍អត់ទេតកតងមួយពិគ្រោះគឺអ្នកគ្រូពេទ្យពិគ្រោះមួយជំងឺ បាទ គ្រូពេទ្យព្រោះជំងឺមានស្តង់ដារក្នុងការពិគ្រោះហើយ បាទ ចុះបើគ្រូពេទ្យបរទេសគាត់ចេះនិយាយខ្មែរហើយបុគ្គលិកដែលគាត់ចេះខ្មែរគាត់បកប្រែគិតថាអ្នកជំងឺគាត់មានស្តង់ដារអត់ឬក៏បែបមិនវិញកន្លែងនេះខ្ញុំចង់ឆ្ងល់នឹងមែនតើព្រោះពេលខ្លះខ្ញុំឃើញថាអ្នកជំងឺរបស់យើងពេលខ្លះគាត់ទៅពិគ្រោះជាមួយនឹងបរទេសជួនកាលហើយលឹបឬក៏ស្បែកសនិយាយអត់ចេះនិយាយខ្មែរគាត់គិតថាគ្រូពេទ្យបរទេសល្អកូរ៉េឬក៏អីទៅតែខ្ញុំគិតថាតើហើយអ្នកដែលគាត់បកប្រែហ្នឹងខ្ញុំគិតថាបកប្រែអត់អស់ហើយរកសេចក្តី ហ្នឹងហើយ អញ្ចឹងការយល់ពីអ្នកជំងឺខ្ញុំគិតថាមិនទាន់មានស្តង់ដារត្រឹមត្រូវទេពីលោកគ្រូគិតថាបែបមិនវិញអាហ្នឹង ចំពោះមតិខ្ញុំផ្ទាល់ខ្ញុំគិតថាយ៉ាងណាទោះបីជាគ្រូពេទ្យនឹងបកកែនិយាយបកកែបញ្យល់បណ្ណាក៏ដោយតែភាសាពីរវាបច្ច្រាស់គ្នាឬក៏ខុសគ្នាបានន័យថាវាមិនអស់សេចក្តីទេអញ្ចឹងបានន័យថានៅតែមានចន្លោះប្រហោងអញ្ចឹងណាមិនថាតែគ្រូពេទ្យបរទេសខ្មែរយើងទៅពិភាក្សាឬក៏ភ្ញៀវជនជាតិបរទេសដែលមកពិភាក្សាមួយយើងដែលមានអ្នកជនទី3ដើម្បីសម្របសម្រួលក៏វាមិនបានក្បោះក្បាយដោយអ្វីដែលយើងជាតិសាសន៍យើងនិយាយផ្ទាល់ដែរវាតែប៉ុណ្្នឹងទេអញ្ចឹងណាអាហ្នឹងគាត់ជាការយល់ឃើញមួយផ្នែកទូចផងខ្ញុំបាទគ្រូជនអាហ្នឹងមិនដែរគ្រូជនគាត់ថាប្រហែលជាអ្នកជំងឺពេលតែពីព្រមម្ដងប្រហែលជាគាត់គ្រូជនបរទេសហើយព្រោះគាត់ដូចកូរ៉េគាត់ដូចចិនអញ្ចឹងប្រហែលជាគាត់បរទេស ជាបទពិសោធន៍ខ្ញុំផ្ទាល់ទេថាខ្ញុំឃើញក្នុងរូបភាព2ទី1គឺជាគ្រូពេទ្យជនជាតិបរទេសអ្នកបកប្រែជាគ្រូពេទ្យអញ្ចឹងជាធម្មតាគ្រូពេទ្យគាត់តែងតែស្គាល់ពាក្យបច្ចេកទេស អូខេ ហើយគាត់កាត់ន័យឲ្យគាត់បកស្រាយឲ្យភ្ញៀវឬក៏ជំងឺនឹងច្បាស់លាស់មិនលើហើយ ហ្នឹងហើយ មានមួយប្រភេទទៀតគឺមិនមែនជាពេទ្យមានន័យថាជាបុគ្គលធម្មតាដែលគាត់ចេះភាសា បាទ ទូទៅប៉ុន្តែគាត់ទៅបកប្រែអាហ្នឹងគឺជាបទពិសោធន៍ដែលភ្ញៀវឬក៏អ្នកជំងឺគាត់បានប្រាប់មកខ្ញុំផ្ទាល់ថាគេហៅថាគាត់ទទួលអារម្មណ៍ថាបកប្រែអត់អស់គ្រូពេទ្យនិយាយច្រើនណាស់មិនក៏គាត់បកប្រែតែប្រហែលម៉ាត់ហ្នឹងអញ្ចឹង បាទ យ៉ា គឺវាមានផលលំបាកក្នុងបញ្ហាហ្នឹង អូខេលោកគ្រូហ្នឹងហើយចាំមិនថាស្តង់ដារក្នុងការពិគ្រោះគឺត្រូវមានស្តង់ដារមួយដែរ បាទ ដែលជាទូទៅការស្តង់ដារក្នុងការពិគ្រោះហ្នឹងមិនត្រឹមតែបញ្យល់ឲ្យអ្នកជំងឺយល់ទេឲ្យអ្នកជំងឺដឹងពីផលវិបាកក្រោយការវះកាត់ឲ្យជំងឺដឹងថាតើមុនដំបូងនៃការវះកាត់ហ្នឹងត្រូវត្រៀមអីគេ បាទ ក្រោយការវះកាត់ត្រូវត្រៀមអីគេ បាទ ធ្វើបែបម៉េចដើម្បីធានាបានថាផលវិបាកក្រោយការវះកាត់ហ្នឹងវាសឹងតែគ្មាន
និយាយសឹងតែគ្មានព្រោះនិយាយមិន 100% វាសឹងតែគ្មានអញ្ចឹងហើយនេះគឺខ្ញុំគិតថាបើសិនជាយើងអនុវត្តហ្នឹងគឺជាស្តង់ដារព្រោះដូចយើងរៀននៅសាលាអញ្ចឹងកាលយើងរៀននៅសាលាឆ្នាំទី3ឆ្នាំទី4ទី5អីនៅក្នុងនេះគឺដំបូងឡើយគឺពិគ្រោះមានថាយើងវាយតម្លៃបែបមិនថាមុនវះធ្វើអីក្រោយវះធ្វើអីពងវះធ្វើអីក្រោយវះធ្វើអីអាហ្នឹងគឺសំខាន់ប៉ុន្តែបើសិនជាក្នុងករណីពេលដែលអនុវត្តផ្ទាល់បើសិនជាយើងរក្សានៅស្តង់ដារមួយនឹងបានខ្ញុំគិតថានេះគឺជាកៅយើងអាចនិយាយបានថាពិគ្រោះពយល់ពីមុនវះកំឡុងពេលវះក្រោយពេលវះហ្នឹងគឺជាស្តង់ដារនៃការពិគ្រោះបាទខ្ញុំគិតថាហ្នឹងគាត់ជាស្តង់ដារបានមួយហើយឲ្យអ្នកជំងឺយើងក៏គាត់យល់ដែរថាបើសិនជាក្នុងករណីគ្រូពេទ្យដែលមិនបានពន្យល់ពីតើមុនវះត្រូវធ្វើអីខ្លះកំឡុងពេលវះធ្វើបែបម៉េចក្រោយពេលវះធ្វើបែបម៉េចឬក៏មានជួបអីខ្លះបើសិនគាត់បានទទួលបានហ្នឹងទេការពិគ្រោះហ្នឹងមិនមែនជាស្តង់ដារមួយខ្ញុំគិតថាអញ្ចឹងខ្ញុំសូមបើកវងកញ្ចក់បន្តិចដែរខ្ញុំធ្លាប់បានស្ដាប់នៅគ្រូពេទ្យបរទេសគាត់ប្រកបវិជ្ជាជីវៈនៅខ្មែរហើយគាត់ថាគាត់ចូលចិត្តវះជនជាតិខ្មែរភ្ញៀវឬក៏អ្នកជំងឺជនជាតិខ្មែរគាត់ចូលចិត្តជាងវះជនជាតិគាត់ដោយសារអីភ្ញៀវខ្មែរដោយសារអីដោយសារតែអ្នកជំងឺខ្មែរអត់ចេះតវ៉ាច្រើនមានន័យថាអីគាត់អត់ចេះនិយាយភាសារបស់ពេទ្យទេអញ្ចឹងអ្វីដែលគាត់ទៅតវ៉ាជាមួយអ្នកបកប្រែតវ៉ាលក់ហ្នឹងតវ៉ាលក់អញ្ចឹងអាហ្នឹងគឺវាលំបាកអ្វីដែលលំបាកគឺអ្នកជំងឺផ្ទាល់មានន័យថាគាត់ចង់រ៉ាយរ៉ាប់អារម្មណ៍របស់គាត់ដើម្បីឲ្យអស់សេចក្តីប៉ុន្តែគាត់អត់បានទទួលការបកស្រាយនឹងពេញលេញទេគាត់សំបីតែគាត់ចង់និយាយជាមួយពេទ្យគាត់អត់ដឹងថានិយាយបែបម៉េចទេអាហ្នឹងគឺខ្ញុំជួបផ្ទាល់កាលពីម្សិលមួយថ្ងៃដែលអ្នកជំងឺគាត់ធ្វើការកែខុសហើយគាត់រៀបរាប់ថានៅកន្លែងហ្នឹងគឺស្តង់ដារដូចបាននិយាយចឹងគឺគ្រូពេទ្យបរទេសហើយជាមួយនឹងអ្នកបកប្រែជាជនជាតិយើងតែនៅពេលដែលធ្វើសេវាកម្មសូម្បីតែពេលគាត់ឈឺគាត់អត់ដឹងប្រាប់ថាពេទ្យអត់ដឹងប្រាប់ថាពេទ្យថាម៉េចហើយពេទ្យគិតពីចាក់គិតពីដោតហើយគាត់គិតពីទ្រាំអញ្ចឹងបានថាស្តង់ដារមួយហ្នឹងនៅពេលដែលគាត់ទទួលហើយគាត់មានតែពាក្យថាគេហៅស្ដាយក្រោយអញ្ចឹងហើយបានថាស្តង់ដារហ្នឹងគឺទាល់តែលំអិតអតិថិជនអ្នកជំងឺគាត់ត្រូវតែលំអិតថាអូខេចំណុចហ្នឹងគាត់អាចទទួលយកបានឬអត់ហើយស្ងប់ចិត្តអញ្ចឹងហើយនៅពេលដែលធ្វើសេវាកម្មណាមួយយ៉ាងហោចណាស់ក៏គាត់អស់ចិត្តដែរពីលោកគ្រូគាត់មានថែមទៀតទៅមួយស្តង់ដារបើនិយាយបានថាបើនិយាយហោហែមកនេះវាបានស្ទឹងតែមកផ្នែកធំដែរគាត់ថាតាក់ទងជាមួយនឹងរឿងថាស្តង់ដារហ្មងយើងនិយាយភាគច្រើនទៅលើបានថាការពិគ្រោះការពិភាក្សាមុនធ្វើការវះកាត់ហ្នឹងឲ្យវាបានលម្អិតដើម្បីឈានទៅរកអ្វីហៅថាស្តង់ដារអញ្ចឹងពេលលើសពីនឹងទៅទៀតបានថាតាក់ទងជាមួយនឹងគ្រូពេទ្យអនុវត្តថាគាត់មានបានបញ្ចប់ការសិក្សាបានត្រឹមត្រូវមានជាសមាជិកអីផងគណៈគ្រូពេទ្យយើងក៏ជាស្តង់ដារមួយដែរអ្វីដែលសំខាន់នោះរឹតយើងចោលបានគឺបានថាសម្ភារៈនៃការប្រើប្រាស់បានទៅតាមបទមេដ្ឋានវិទ្យាសាស្ត្រផងយើងបានសម្រាប់មេរោគក៏ស្តេរីលឲ្យត្រឹមត្រូវអញ្ចឹងទៅមិនដុតអាកុលអូខេអានោះគឺការគិតងាយថាដុតអាកុលសម្រាប់មេរោគប៉ុន្តែយើងជាអ្នកអនុវត្តបច្ចេកទេសយើងអត់យកជាការទេខ្ញុំគិតថាបើសិនគ្រូដុតអាកុលប្រហែលជាដេលលក់យប់ហ្នឹងគេយកលក់ច្រើនដល់ភ្ញៀវទៅកន្លែងមិននិយាយទៅវាប៉ះពាល់ដល់កន្លែងផ្សេងគាត់ថាយើងគាត់ថាបើកវងកញ្ចក់ទូចមួយបញ្ហាទាំងអស់ហ្នឹងតែកាលណាអ្នកអនុវត្តនឹងធ្វើមិនបានត្រឹមត្រូវឡងជាផលវិបាកមកច្រើនហ្នឹងហើយសូម្បីតែរឿងបទពិសោធន៍របស់យើងពេលយើងនៅបន្ទប់វះកាត់នៅពេលដែលមានបញ្ហាគេហៅថាសម្រាប់មេរោគត្រឹមត្រូវយើងភ័យជួនកាលពេលខ្លះគ្រាន់តែប៉ះបន្តិចយើងដោះចេញទាំងអស់អត់ធ្វើហ្មងខែថាអាហ្នឹងគេហៅថាស្តង់ដារនៅក្នុងការវះកាត់ហ្នឹងបាទអញ្ចឹងមិនថាពាក្យថាស្តង់ដារមួយពេលខ្លះបើសិនតែយើងនិយាយឲ្យអ្នកជំងឺគាត់ងាយស្រួលយល់នៅក្នុងកម្រិតមួយបើយើងនិយាយដល់កម្រិតការវះកាត់អ្នកជំងឺគាត់យល់ទេខ្ញុំគិតថាអ្នកជំងឺគាត់ពិបាកនឹងយល់ថាមួយណាស្តង់ដារបែបម៉េចព្រោះគាត់ដឹងថាបច្ចេកទេសបែបម៉េចប៉ុន្តែអ្វីដែលខ្ញុំចង់ផ្ដោតថាដើម្បីឲ្យអ្នកជំងឺគាត់ដឹងថាតើស្តង់ដារនៅក្នុងវិស័យកែសម្ផស្សយើងត្រូវមើលទៅលើអីខ្លះគាត់អាចយល់បាននៅក្នុងកម្រិតណាក៏ដោយបាទមិនថាគាត់នៅក្នុងកម្រិតណាគឺគាត់អាចយល់បានអានឹងវាជារឿងមួយដែលយើងត្រូវបញ្យល់គាត់ព្រោះបើសិនជាយើងនិយាយចូលដល់បច្ចេកទេសពេលខ្លះគាត់អត់យល់ច្បាស់អញ្ចឹងបានពីលោកគ្រូវត្តនិយាយមិញខ្ញុំគ្រប់គ្រងតទៅជាមួយនឹងចំណុច3ចំណុចធំដែលគេនិយាយថាលោកគ្រូនិយាយថាតទៅជាមួយស្តង់ដារដំបូងបំផុតគឺតទៅជាមួយនឹងតើ clinic ឬក៏មន្ទីរពេទ្យហ្នឹងមានអាជ្ញាប័ណ្ណត្រឹមត្រូវអត់បែរទទួលស្គាល់ដោយក្រសួងសុខាភិបាលចេញដោយក្រសួងសុខាភិបាលឲ្យគាត់បើកហ្នឹងហើយបាទអញ្ចឹងទី1មើលហ្នឹងសិនបាទ
បើសិនជាមើលអាហ្នឹងស្តង់ដារទី1គេកម្រិតទី1 បាទ កម្រិតទី2សួរថាអ្នកណាគេ ហ្នឹងហើយអ្នកអនុវត្តហ្នឹងអ្នកណាគេ អ្នកណាគេជួនកាលគាត់អត់ដឹងណាគេធ្វើហ្នឹង ហ្នឹងហើយ ខ្ញុំគិតថា clinic ខ្លះឬក៏អ្នកដែលនិយាយថាបរទេសមកថតស៊ីនៅស្រុកខ្មែរចុះ បាទ ជួនកាលជួបជាមួយនឹងគេហៅជួបជាមួយអ្នកលក់ បាទ ចុងក្រោយមិនដឹងណាគេវះអត់បានជួបគ្រូពេទ្យផង អាបញ្ហាហ្នឹងគេថាទូកទៅកំពង់នៅ ហ្នឹង បាទថាពេលខ្លះពួកគាត់ច្បាស់ណាស់បើសិនជាអ្នកដែលបកកែអ្នកដែលរស់ស៊ីបានថានៅលើវិស័យវះកាត់កាយសម្ផស្សហ្នឹងត្រឹមត្រូវខ្ញុំជឿថាបើសិនជាគេមានសញ្ញាបត្រត្រឹមត្រូវខ្ញុំគិតថាគេមិនមកយើងទេ ហ្នឹងហើយ ភាគច្រើនអ្នកដែលមកច្រើនតែនិយាយមកថាចាប់ឆាយចុះ អូខេគ្រូពេទ្យបរទេស បាទ ខ្ញុំគិតថាដូចពេលខ្លះអញ្ចឹងគ្រូពេទ្យបរទេសមកវះនៅស្រុកខ្មែរ បាទ ពេលខ្លះខ្ញុំគិតថាដឹងគាត់ពេទ្យមែនអត់ ហ្នឹងហើយបាទ ទទួលស្គាល់ដល់ក្រសួងការបាលយើងអត់ បាទ ប៉ុន្តែគាត់ចង់ទៅធ្វើមួយគេ ហ្នឹងហើយ ហ្នឹងជាបញ្ហាវិញ បាទ ហើយអ្វីមួយទៀតខ្ញុំនិយាយថាជួនកាលគាត់សម្រេចចិត្តក្នុងការវះកាត់ដោយទាំងមិនទាន់ជួបគ្រូពេទ្យផង បាទ អញ្ចឹងមានថាស្តង់ដារមួយទៀតដែលអ្នកជំងឺអាចគាត់អាចមើលឃើញបាន បាទ ខ្ញុំគិតថាគាត់អាចមើលដឹងបានថាតើមានស្តង់ដារអត់ហ្នឹងគឺតើគាត់បានពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេសច្បាស់លាស់គាត់បានស្គាល់គ្រូពេទ្យហ្នឹងថាជាគ្រូពេទ្យវះកាត់ពិតមែនអត់ ហ្នឹងហើយ ហើយគ្រូពេទ្យហ្នឹងពិតជាវះកាត់ឲ្យគាត់មែនអត់ បាទបាទ មិនមែនជួបមួយគ្រូពេទ្យនេះគ្រូពេទ្យអ្នកវះទេហ្នឹងដូចយើងធ្លាប់និយាយ Ghost Doctor អញ្ចឹងវាមិនអញ្ចឹងទេ មានមកធ្វើរបៀបហ្នឹងវាដាច់ពោមាន វាអត់ដឹងថាជំងឺចង់បានអី ហ្នឹងហើយបាទ អញ្ចឹងខ្ញុំគិតថាពីចំណុចនេះពីចំណុចដំបូងនេះគឺអ្នកជំងឺគាត់អាចនឹងយល់ដឹងថាស្តង់ដារក្នុងការវះកាត់ការសម្ផស្សវាត្រូវមាន2ហ្នឹងសិន បាទបាទ អញ្ចឹងទៅមួយបច្ចេកទេសខ្ញុំគិតថានៅពេលដែលយើងបញ្យល់ពួកគាត់ពេលខ្លះអាចនឹងពួកគាត់ពិបាកយល់ បាទ ប៉ុន្តែខ្ញុំអ្វីដែលខ្ញុំចង់គាត់យល់ដែលលោកគ្រូវត្តគាត់លើកឡើងហ្នឹងពីចំណុចហ្នឹងគឺសំខាន់លោកគ្រូជនគិតចឹងពីចំណុចហ្នឹងគឺសំខាន់ណាស់ដំបូងឡើយព្រោះប្រជាជនយើងចំណេះដឹងមានកម្រិតវាមានអ្នកទាបមានអ្នក ត្រង់ ពូ ចំណុ មាន ច អ្នកមធ្យម ហ្នឹងខ្ញុំនឹកឃើញកាលយើងមុនពេលមានសង្គ្រាមពេលមានទំនាស់ហ្នឹងយើងទៅចូលរួមគេហៅសិក្ខាសាលាឬក៏ conference មានគ្រូពេទ្យបរទេសដែលគាត់មកតាក់ទងយើងគាត់សួរនាំយើងហើយគាត់ថាឥឡូវបើសិនជាមានខេសវះហៅគាត់មកគាត់យកក្នុងតម្លៃធូរអីទេ គេហ្នឹង មានទេមានតែទៅធ្លាប់មានបទពិសោធន៍នឹងទាំងអស់ហើយអញ្ចឹងបានយើងដឹងថាអូដូចលោកគ្រូវត្តនិយាយថាបើសិនជាគាត់ជាគ្រូពេទ្យល្បីគាត់អត់មានពេលអីមកនិយាយជាមួយយើងអញ្ចឹង ហើយ អញ្ចឹង ហើយខ្ញុំឃើញថាអ្នកដែលនិយាយមួយយើងហ្នឹងភាគច្រើនគឺគាត់មិនជាអ្នកឯកទេសទេ ជា trainee ទេ គាត់គិតថាគាត់ធ្លាប់រៀនតិចតួចគាត់មកវះបានគាត់ចង់មកវះស្រុកខ្មែរព្រោះដូចគ្រូធននិយាយមុនអញ្ចឹងខ្មែរយើងអត់ចេះប្រកែក ហ្នឹង ខ្មែរយើងអត់ចេះខ្មែរយើងស្រួលប៉ុន្តែខ្ញុំគិតថាខ្ញុំសង្ឃឹមថាខ្មែរយើងនឹងស្រួលជាមួយខ្មែរនេះឯង បាទបាទ អ្វីខ្ញុំចង់បាន ក្តីរំពឹង ក្តីរំពឹង រំពឹង វាអាចទៅរួចខ្ញុំគិតថាដោយសារតែពេលខ្លះយើងខ្វះព័ត៌មាន បាទបាទ យើងខ្វះព័ត៌មានជាមួយនឹងអ្នកជំងឺអញ្ចឹងពេលខ្លះការនិយាយគ្នាពេលខ្លះវាអាចមានសម្ដីធំសម្ដីតូចឬក៏ពេលខ្លះវាអាចពាក់ព័ន្ធជាមួយនឹងគេហៅថាអារម្មណ៍របស់គាត់ខឹងឬក៏បែបម៉េចខ្ញុំគិតថាមនុស្សរបស់យើងខ្មែររបស់យើងនិយាយភាសាខ្មែរដូចគ្នាវាអាចនិយាយគ្នាបានទេទៅក៏ដោយ បាទ ណាស់តែយើងបើកចិត្តនិយាយគ្នាអត់តែប៉ុណ្ណឹង វាត្រង់ហ្នឹងវាបញ្ហាមួយគាត់ថាវាពិបាកដែរថាយើងទៅបង្ខំឲ្យពួកគាត់ក្នុងការជឿទុកចិត្តប៉ុន្តែក្នុងនាមយើងជាគ្រូពេទ្យអត់មានអីក្រៅពីយកភាពស្មោះត្រង់ព្យាយាមបញ្យល់តាមអ្វីដែលជាបច្ចេកទេសត្រូវទេ បាទពីព្រោះភាពស្មោះត្រង់អាហ្នឹងយើងដាក់មុខសិនហើយ គុណតម្លៃ គុណតម្លៃនៃគេហៅថាគុណតម្លៃនៃពេទ្យគឺភាពស្មោះត្រង់ហ្នឹងហើយអ្នកជំងឺគាត់គ្មានអ្វីគ្មានចង់បានអីពីពេទ្យក្រៅពីភាពស្មោះត្រង់ បាទ គាត់ចាយលុយជាមួយយើងតែគាត់ចង់បានភាពស្មោះត្រង់ចង់បានការយកចិត្តទុកដាក់ ទំនួលខុសត្រូវ គេហៅថាការស្វែងយល់ចិត្តរបស់គាត់ ហ្នឹង យល់ពីអារម្មណ៍របស់គាត់ធ្វើម៉េចគេហៅថាស្រាយនៅអារម្មណ៍លំបាករបស់គាត់ អូខេមានថែមទៀតទេគ្រូតកតងជាមួយនឹងស្តង់ដារបើគូគិតថាតើគួរតែឲ្យអ្នកជំងឺយល់អីខ្លះពីស្តង់ដារនៃការវះកាត់កែសម្ផស្សដើម្បីធានាបានថាតើយើងអាចជួយគ្នានៅក្នុងវិស័យហ្នឹងដើម្បីធានាបានស្តង់ដាររួមមួយពីខ្ញុំទៅគិតថា clinic ផ្សេងៗគេហៅអ្នកដែលគេហៅអ្នកដែលប្រកបជីវកម្មហ្នឹង បាទ ពេលខ្លះស្តង់ដារផ្សេងៗគ្នា ហ្នឹងហើយបាទ អ្នកនេះស្តង់ដារអញ្ចេះអ្នកនោះស្តង់ដារអញ្ចោះ បាទ វាខុសគ្នាអញ្ចឹងហើយវាធ្វើឲ្យអ្នកជំងឺទទួលបានបទពិសោធន៍ខុសៗគ្នាអញ្ចឹងហើយគាត់មិនដឹងថាអីគេគឺស្តង់ដារសម្រាប់ក្នុងវិស័យកែសម្ផស្សគាត់អត់ដឹងអញ្ចឹងគាត់អាចកំណត់បានអញ្ចឹងពីលោកគ្រូវិញលោកគ្រូគិតថាតើយើងនេះជាគ្រូពេទ្យ បាទ ក្តីយើងជាអ្នកប្រកបអាជីវកម្មនឹងក្តីតើយើងគួររួមគ្នាបែបម៉េចដើម្បីធ្វើឲ្យស្តង់ដារហ្នឹងវាឲ្យអ្នកជំងឺរបស់យើងទាំងអស់គ្នាហ្នឹងគាត់ដឹងថាឃ្លាវិស័យកែសម្ផស្សនៅកម្ពុជាស្តង់ដារត្រូវតែអញ្ចឹងបើអ្នកណាមួយដែលធ្វើខុសស្តង់ដារហ្នឹង បាទ វាមិនមែនជាស្តង់ដារកែសម្ផស្សខ្ញុំចង់ឲ្យគ្រូថាតើយើងគួរធ្វើបែបម៉េចវិញអាហ្នឹង ចំពោះខ្ញុំវាមិនមានអីជាបានថាជាដើម្បីទៅកំណត់ទៅបញ្ជាឲ្យបានថាអ្នកដែលប្រកបវិជ្ជាជីវៈហ្នឹងឲ្យមកតាមយើងឯងគាត់ថាគួរតែរបស់ដែលជារួមរបស់ជារួមហ្នឹង
អត់មានអីទេក្រៅពីអា3ដែលនិយាយមក ហ្នឹងហើយ ធ្វើម៉េចឲ្យមានអា3នឹងជារួមមកគឺស្តង់ដារវាវិលទៅឯងមក អូខេហ្នឹងគឺជន ចំពោះខ្ញុំចំណុចរួមនៃដើម្បីឲ្យបានស្តង់ដាររួមមានអ្វីគ្មានអីក្រៅពីគោរពគោលការណ៍របស់ក្រសួងសុខាភិបាលទេពីព្រោះគោលការណ៍ជាចំណុចគេហៅថាចំណុចគោលមួយដែលគ្រប់គ្នាគ្រូពេទ្យទាំងអស់ត្រូវតែគោរព ត្រូវធ្វើហ្នឹង មិនថាវិស័យណាក៏ដោយវិស័យណាដែរគឺត្រូវតែគោរពគោលការណ៍របស់ក្រសួង អូខេអញ្ចឹងខ្ញុំគិតថាតើតងជាមួយនឹងដើម្បីយើងបង្កើតស្តង់ដារមួយដែលល្អបានគឺគោលការណ៍របស់រាជរដ្ឋាភិបាលរបស់ក្រសួងហ្នឹងគឺសំខាន់ណាស់បើយើងបានគ្រប់ទាំងអស់គ្នាមានថាស្តង់ដារយើងរួមទាំងអស់គ្នា ស្តង់ដាររួម យើងស្តង់ដាររួមមួយគឺយើងអាចប្រកបអាជីវកម្មឬក៏យើងអាចគេហៅផ្ដល់សេវាកម្មវះកាត់ឲ្យអ្នកជំងឺរបស់យើងហ្នឹងគឺបានល្អអ្នកជំងឺគាត់យល់គ្រូពេទ្យក៏គាត់ងាយស្រួលក្នុងការធ្វើការវះកាត់អញ្ចឹងបានយើងនិយាយថាគ្រូពេទ្យឡើយចាប់ផ្ដើមមានគុណភាពហើយ បាទ អញ្ចឹងយើងបង្កើតអ្នកជំងឺដែលមានគុណភាពធានាបានស្តង់ដាររួមមួយទាំងអស់គ្នានៅក្នុងវិស័យកែសម្ផស្សអញ្ចឹងថ្ងៃនេះដែរអរគុណលោកគ្រូទាំងពីរដែលបានមកចែកម្លែកតាក់ទងជាមួយនឹងគេហៅស្តង់ដារវិស័យការវះកាត់កែសម្ផស្សនៅកម្ពុជាតាមពិតទៅវាជាការចូលរួមចំណែកមួយដើម្បីឲ្យគេហៅថាវិស័យមួយនេះគឺវាកាន់តែរីកចម្រើនទៅហេតុអីបានថាវិស័យកាន់តែរីកចម្រើនទៅដោយសារតែការវះកាត់កែសម្ផស្សគឺកែសម្ផស្សដល់វះកាត់ក្តីនៅលើពិភពលោកគឺកំពុងតែពេញនិយមហើយក៏ជាគេហៅថាក៏ជារឿងមួយដែលជួយសេដ្ឋកិច្ចកម្ពុជារបស់យើងបើសិនជាក្នុងករណីយើងមិនពង្រឹងអាហ្នឹងមានថាលុយដែលប្រជាជនកម្ពុជាយើងគាត់ចង់ប្រសើរជាងមុនគាត់ចង់ស្អាតហ្នឹងគាត់ទៅក្រៅប្រទេស ក្រៅមលុបសន្តិភាពមនុស្សចាប់ផ្ដើមចង់ស្អាត ចាប់ផ្ដើមចង់ស្អាតគាត់មានគាត់មានពីមុនគឺគាត់ចង់តែរស់ បាទ ដើម្បីមានម្ហូបអាហារ ហ្នឹងហើយ តបមកគាត់ចង់ឲ្យមានផ្ទះនៅ បាទ ឡើយគាត់មានគ្រប់មុខហើយគឺគាត់ចង់ស្អាត ចង់ស្អាត អញ្ចឹងគេហៅថាដោយសារតែសន្តិភាពបានយើងអាចលូតលាស់ដល់ថ្ងៃនេះបាន បាទ អញ្ចឹងថ្ងៃនេះអរគុណលោកគ្រូទាំងពីរដែលបានចែកម្លែកហើយខ្ញុំសង្ឃឹមថាតាក់ទងជាមួយនឹងស្តង់ដារដែលយើងលើកឡើងមិញហ្នឹងទាំង3ចំណុចហ្នឹងខ្ញុំគិតថាអ្នកជំងឺគាត់នឹងអាចទៅស្វែងយល់បានថាតើគួរតែទៅ clinic ណាដែលមានស្តង់ដារដូចដែលយើងបាននិយាយហើយវាជាចំណេះដឹងមួយជូនគាត់បាទសូមអរគុណ បាទសូមអរគុណលោកអ្នក